សូមជូនរឿងមត្ថកុណ្ឌលីព្រះបរមសាស្តាទ្រង់បានប្រពនៅមត្ថកុណ្ឌលីដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់នៅក្នុងក្រុងសាវត្ថីព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិតទើបគាត់ធ្វើទំហូរដោយខ្លួនឯងឲ្យកូនពាក់នៅពេលដែលមត្ថកុណ្ឌលីឈឺធ្ងន់ព្រាហ្មណ៍ជាបិតាមិនបានទៅរកគ្រូពេទ្យមកព្យាបាលជំងឺឲ្យកូនគាត់ទេព្រោះគាត់ខ្លាចអស់ទ្រព្យសម្បត្តិរបស់ខ្លួននៅថ្ងៃដែលមត្ថកុណ្ឌលីជិតនឹងមរណានោះព្រាហ្មណ៍ជាបិតាបានលើកកូនមកឲ្យដេកអស់សេចក្តីសង្ឃឹមតែម្នាក់ឯងនៅរបៀងផ្ទះខាងក្រៅសម័យនោះព្រះបរមសាស្តាទ្រង់បានបញ្ចេញព្រះរស្មីទៅដើម្បីឲ្យមត្ថកុណ្ឌលីបានឃើញមត្ថកុណ្ឌលីឃើញព្រះរស្មីនៃព្រះអង្គហើយក៏កើតសេចក្តីជ្រះថ្លាយ៉ាងខ្លាំងនៅក្នុងមួយរំពេចនោះស្រេចហើយក៏បានធ្វើមរណកាលនៅពេលនោះឯងហើយបានទៅកើតនៅក្នុងឋានតាវតឹងទេវលោកក៏លេចមកឃើញឪពុករបស់ខ្លួនដែលកំពុងតែសោកសៅយំសោកបកខ្លួនយ៉ាងខ្លាំងទើបចុះពីទេវលោកមកដើម្បីជួយសង្គ្រោះដល់ឪពុករបស់ខ្លួនឲ្យបានរួចផុតអំពីសេចក្តីទុក្ខសោកសៅនោះបានធ្វើឲ្យគាត់លះបង់សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តានឲ្យកើតមានចិត្តជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញលុះព្រឹកឡើងព្រាហ្មណ៍ជាឪពុកបានទៅអារាធនានិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានឲ្យទទួលនៅផតតាហារនៅក្នុងផ្ទះរបស់ខ្លួនហើយបានក្រាបទូលសួរអំពីការដែលកូនរបស់ខ្លួនគឺមត្ថកុណ្ឌលីគ្រាន់តែធ្វើចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធជាម្ចាស់តែម្យ៉ាងប៉ុណ្ណោះមិនបានធ្វើកុសលអ្វីដទៃក្រៅអំពីនេះទេក៏ស្រាប់តែបានទៅកើតនៅឯឋានទេវលោកព្រះបរមសាស្តាទ្រង់អធិដ្ឋានឲ្យមត្ថកុណ្ឌលីទេវបុត្រចុះមកសម្ដែងរឿងពិតដល់ព្រាហ្មណ៍ជាឪពុកនិងពួកមហាជនបានឃើញជាក់ស្ដែងហើយព្រះអង្គទ្រង់ត្រាស់គាថានេះថាមនោពពាំងកមាធម្មាមនោសេដ្ឋាមនោមយាមនសាជេបស្សនេនភាសតិវាករោតិវាតតោណាំងទុក្ខមនវេតិឆាយាវៈអនុបាយិនីធរទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់មកអំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយទោះបីនិយាយក្តីធ្វើក្តីក៏ល្អទាំងអស់ព្រោះសេចក្តីល្អនោះឯងសេចក្តីសុខរមែងជាប់តាមបុគ្គលនោះដូចជាស្រមោលដែលអន្ទូលទៅតាមប្រាណយ៉ាងនោះឯងក្នុងការចប់គាថាការត្រាស់ដឹងធម៌បានមានហើយដល់ពួកសត្វ 84000 មត្ថកុណ្ឌលីទេវបុត្រតាំងហើយនៅក្នុងព្រះសោតាបត្តិផលអទិន្នពពកៈព្រាហ្មណ៍ក៏ដូចគ្នាដែរគាត់បានសាបព្រោះទ្រព្យសម្បត្តិដ៏ច្រើនដល់ម្លោះក្នុងព្រះពុទ្ធសាសនាដោយប្រការដូច្នេះឯងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា